បាទក៏សូមអនុញ្ញាតលោកសម័យព្រះគុណបង្កើតទាំង4លោកណាបាទសូមអនុញ្ញាតឡើងមកលើកម្រាលជ័យបាទធ្វើពិធីជាបន្តទៅទៀតលោកណាបាទបាទសូមគោរពអញ្ជើញលោកអ្នកមានគុណទាំង4លោកណាបាទសូមអញ្ជើញមកលើកម្រាលព្រំជ័យនេះបាទឪពុកធំម្ដាយធំលោកគ្រូអ្នកគ្រូពួកជនអប់រំជំនឿដែរលោកណាបាទប្រសិនបើខាងកូនប្រុសបាទសូមអនុញ្ញាតអង្គុយជាមួយខាងជួរលោកគ្រូគុណសុភ័ណ្ឌបាទខាងកូនស្រីក៏សូមអនុញ្ញាតអង្គុយបាទនៅខាងឆ្វេងជាមួយខ្ញុំបាទលោកណាបាទដើម្បីឲ្យកូនប្រុសកូនស្រីពេលដែលគាត់រៀបរាប់ញាតិសាច់ញាតិលោកបានដឹងហើយងាយស្រួលក្នុងការដែលរាប់សាច់ញាតិបាទចឹងសូមអនុញ្ញាតឡើងមកលើកម្រាលជ័យទាំងអស់គ្នាឲ្យបានច្រើនកកបាទពេញនៅលើកម្រាលព្រំចុះដើម្បីស័ក្តិសមជាមួយនឹងកិត្តិយសបាទរបស់លោកមេបាទាំង4បាទជ័យឡើងមកខាងលើមកបានចិត្តមកអំស្អាតទាំងអស់បាទអរគុណច្រើនបាទអូស្អាតជាងគេដៃតែខែខ្ញុំក្មេងជាងគេចៅចាបកកើតណាបាទសូមអនុញ្ញាតឡើងមកលើកម្រាលជ័យទាំងអស់គ្នាតែម្ដងលោកណាជាពិសេសចាស់ទុំម្ដងរៀបច្បងផងទាំងប្រមាណបាទពាក្យខ្មែរយើងហៅថាអង្គុយនៅលើក្បាលកន្ទេលក្បាលព្រំបាទជំនុំជើងការជាមួយនឹងលោកមេបានៅក្នុងពិធីអាពាហ៍ពិពាហ៍បាទតាមប្រពៃណីខ្មែររបស់យើងលោកណាបាទខាងស្រីជើញមកខាងនេះមកបាទចេះក៏សុខគឺគោរពអញ្ជើញបងប្អូនសញ្ញាតខាងប្រុសទៅហ្នឹងដែលលើកជើញមកពីខាងតកៅខាងស្រុកបរិយជលសាសូមអញ្ជើញមកខាងជាមួយខ្ញុំទៀតណាបាទសូមអញ្ជើញមកទាំងប៉ាម៉ាក់ទាំងបងប្អូនសាច់សាលហិតហ្នឹងអញ្ជើញមកអ្នកតកៅដូចគ្នាយើងអង្គុយក្បែរគ្នាយើងអ្នកកំពុងឆ្នាំងជើញអង្គុយចិត្តអ្នកតកៅដែរមកចិត្តការកូនចិត្តអីគេមកអង្គុយសពអាចារ្យមួយថ្ងៃគេទៅបាត់បាទសូមអនុញ្ញាតលោកឪពុកអ្នកម្ដាយខាងកូនប្រុសលោកណាបាទលោកឪពុកអ្នកម្ដាយលោកយិនវណ្ណីបាទលោកស្រីប្រាក់ខៀនលោកណាបាទលោកផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបរិភោគអាហាររួចរាល់ហើយសូមអនុញ្ញាតអញ្ជើញឡើងមកលើកម្រាលជ័យបាទសូមអញ្ជើញបាទហ្នឹងបាទបាទមានបងប្អូនណានៅចិត្តបាទចិត្តលោកអ្នកមានគុណខាងកូនប្រុសលោកណាលោកយិនវណ្ណីបាទលោកស្រីប្រាក់ខៀនបន្តិចបាទអរគុណច្រើនបាទប្រសិនបើលោកនៅកន្លែងណាក្តីបាទកំពុងតែផ្លាស់ប្ដូរសម្ភារមួយទេលោកគ្រូបាទអរគុណបាទអញ្ជើញមកក្នុងរោងជ័យ